បន្ទាប់ហ្នឹងចឹងអ្នកអស់មកខាងក្រោមតិចមកទំព័រនៅដដែលហ្នឹងអស់មកខាងក្រោមមានការលំហាត់ជាគេដាក់ថា read aloud លេខ1 read aloud យើងប្រែថាអានឲ្យលឺអញ្ចឹងកន្លែងនេះយើងអានហើយយើងរៀនបកប្រែបន្ថែមណាអញ្ចឹងយើងមានប្រយោគ A B ជាការឆ្លើយឆ្លងគ្នាហើយមាន clear ចុងក្រោយអាចជាកថាខណ្ឌខ្លីហើយយើងរៀនអានហើយបកប្រែតែអញ្ចឹងយើងមើលផ្ដើមពី A ខាងលើគេទៅមុនចឹង A នេះយើងអានថា我今天上了汉语课ខ្ញុំថ្ងៃនេះបានរៀនរួចហើយនៅមុខវិជ្ជាភាសាចិន上了汉语课បានរៀនមុខវិជ្ជាភាសាចិនរួចហើយឬក៏បានរៀនរួចហើយនៅមុខវិជ្ជាភាសាចិនខាង B និយាយបន្ត汉语难不难តើភាសាចិនពិបាកឬទេ A ជួរបន្ទាប់គេដាក់ថា汉语不难ភាសាចិនមិនពិបាកទេ汉语汉语课很有意思មុខវិជ្ជាភាសាចិនគឺពិតជាមានភាពតាក់ទាញគួរឲ្យចាប់អារម្មណ៍ណាស់អ្នកធ្វើអានដល់ A ហ្នឹងណា A ទី2 B 中学的科目多不多ជាសំណួរសួរថា中学យើងប្រែថាថ្នាក់វិទ្យាល័យឬក៏សាលាវិទ្យាល័យ科目ប្រែថាមុខវិជ្ជាអញ្ចឹងនិយាយថា中学的科目មុខវិជ្ជាដែលរៀននៅថ្នាក់វិទ្យាល័យតួពូតួច្រើនឬទេមានច្រើនឬទេតើរៀននៅបឋមមាន2 3មុខអញ្ចឹងណាគណិតវិទ្យាភាសាខ្មែរសិក្សាសង្គមវិទ្យាសាស្ត្រអនុវត្តអញ្ចឹងទៅមាន4អញ្ចឹងទៅតែពេលរាងដល់វិទ្យាល័យមាន10អញ្ចឹងទៅអញ្ចឹងអាហ្នឹងវាបដូរតាមហ្នឹងអញ្ចឹងអាមុខវិជ្ជាដែលយើងត្រូវរៀនច្រើនហ្នឹងគឺយើងសួរថា中学的科目តួពូតួតើមុខវិជ្ជាដែលរៀននៅថ្នាក់វិទ្យាល័យហ្នឹងច្រើនឬទេតួពូតួអញ្ចឹងយើងមើលទៅចម្លើយខាង A វិញភាសា B គេសួរវិញណាអញ្ចឹងខាង A អ្នកឆ្លើយ中学的科目很多នេះ中学的科目很多មុខវិជ្ជានៅថ្នាក់វិទ្យាល័យហ្នឹងគឺច្រើនណាស់តែយើងមានសំណួរចម្លើយ A ថាមក B គេសួរទៀត你喜欢什么课តើអ្នកចូលចិត្តមុខវិជ្ជាអ្វីឬក៏មេរៀនអ្វី你喜欢什么课តើអ្នកចូលចិត្តមុខវិជ្ជាអ្វីតើអ្នកចូលចិត្តមេរៀនមួយណាដែរតើអ្នកចូលចិត្តមេរៀនអ្វីអូខេអញ្ចឹងយើងមើលសំណួរខាង B គេសួរចប់គេមើលចម្លើយ我喜欢汉语课ខ្ញុំចូលចិត្តមុខវិជ្ជាភាសាចិន和地理课និងមុខវិជ្ជាភូមិវិទ្យាអញ្ចឹងកន្លែងហ្នឹងអ្នកគ្នាអូខេអញ្ចឹងអ្នកនេះសូមកត់ត្រាបកប្រែប្រយោគ A B ទាំងអស់ហ្នឹងសិនណាសូមលើកទូរស័ព្ទមួយហ្នឹងអធិស្ឋានយើងរៀនគឺយើងត្រូវចេះគ្រប់ចំណុចច្រើនចំណុចមិនមែនចេះតែមួយមុខទេអញ្ចឹងទោះបីវាមិនពាក់ព័ន្ធមួយការងារនេះច្រើនតែយើងព្យាយាមតាមដានព្យាយាមកត់ត្រាទុកផងព្រោះថ្ងៃក្រោយទៅពេលយើងចេះអាហ្នឹងបានអាហ្នឹងចេះអាហ្នឹងទៅហើយយើងរៀនពាក្យការងារអីបន្ថែមទៀតយើងចេះកាន់តែច្រើនកន្លែងការងារយើងក៏ចេះកន្លែងខាងក្រៅក៏ចេះសង្គមខាងក្រៅក៏ចេះអូខេយើងចេះនិយាយចេះបញ្យល់គេចេះឆ្លើយតបឲ្យគេយើងនិយាយជាលក្ខណៈទូទៅបានច្រើនអាហ្នឹងគឺជាជំនាញរបស់យើងរៀនខ្លួនមកតង់ទៀតណាអញ្ចឹងយើងព្យាយាមរៀនហើយយើងធ្វើមិនរៀនឲ្យបានច្រើនចំណុចពាក្យគ្រប់ចំណុចមេរៀនទាំងអស់គ្រប់មជ្ឈដ្ឋានទាំងអស់គឺយើងត្រូវរៀនទាំងអស់គ្នាអូខេអញ្ចឹងយើងបន្តប្រយោគការអានសម្លេងការអានបន្តមកខាងក្រោមណាអញ្ចឹងចប់A Bបន្តគ្នាហើយយើងមើលអស់មកខាងក្រោមបន្តទៀតណាយើងមានកថាខណ្ឌខ្លីមួយបែបនេះតែចឹងយើងនឹងអានឲ្យបកប្រែស្ដាប់បន្តទៀតណានេះស្ដាប់តន់សូមធ្វើការណូតបកប្រែហើយបើមិនទាន់កន្លែងណាស្ដាប់មិនយល់កន្លែងណាសូមប្រាប់ទៅសួរវិញអូខេតោះឃ្លាបន្ទាប់គេដាក់វចៅអានខ្ញុំឈ្មោះអានយើងណែនាំគេប្រាប់គេថាខ្ញុំឈ្មោះអាន我是学生ខ្ញុំជាសិស្ស我今天上了汉语课和数学课ខ្ញុំថ្ងៃនេះបានរៀនមុខវិជ្ជាភាសាចិននិងមុខវិជ្ជាគណិតវិទ្យាដល់នេះណាឃ្លាបន្ទាប់汉语课很有意思ថ្នាក់ភាសាចិនឬក៏មុខវិជ្ជាភាសាចិនពិតជាមានភាពតាក់ទាញគួរឲ្យចាប់អារម្មណ៍ណាស់很有意思数学课也很有意思គណិតវិទ្យាឬក៏មុខវិជ្ជាគណិតវិទ្យា
ក៏ពិតជាគួរឲ្យចាប់អារម្មណ៍គួរឲ្យចូលចិត្តរៀនខ្លាំងដែរណាស់ដែរចឹងនេះណាតបន្តទៀត汉语作业很容易នេះ汉语作业យើងប្រែថាលំហាត់ homework ភាសាចិនណាកិច្ចការផ្ទះជាភាសាចិនឬក៏កិច្ចការផ្ទះមុខជាភាសាចិន汉语作业很容易គេហៅយើងប្រែថាកិច្ចការផ្ទះមុខជាភាសាចិន很容易ងាយស្រួលណាស់ហើយឃ្លាបន្ទាប់ចុងក្រោយគេដាក់数学作业កិច្ចការផ្ទះមុខវិជ្ជាគណិត不容易មិនងាយស្រួលទេអូខេចឹងយើងនិយាយងាយស្រួលមិនងាយស្រួលពិបាកមិនពិបាកយើងមើលពាក្យណានឬក៏រងអ៊ីយើងដាក់ពុឬក៏មិនដាក់គឺយើងតាមពាក្យដែលយើងនិយាយឃ្លាដែលយើងអត្ថន័យបែបយើងនិយាយណាចឹងដល់នេះមើលចំណាំហើយបើសិនយើងចង់និយាយថាពិបាកណាហិនណានមិនពិបាកពុណានហើយបើយើងនិយាយថាងាយស្រួលរងអ៊ីបើយើងនិយាយថាមិនងាយស្រួលពុរងអ៊ីចឹងពាក្យទាំងអស់ហ្នឹងអាចប្រច្រាស់គ្នាបានដែរណាយើងអាចនិយាយជាអត្ថន័យផ្ទុយទៅមកផ្ទុយមកបានដូចគ្នាអូខេយើងវាបន្តលំហាត់បន្ទាប់ណាអញ្ចឹងយើងចាប់អាកន្លែងបកប្រែហ្នឹងណាបើសិនជាស្ដាប់តនហើយសូមកត់ត្រាបកប្រែទុករៀងខ្លួនឲ្យត្រឹមត្រូវឬក៏តាមអ្វីដែលជួយបញ្យល់ហើយព្យាយាមរៀនអានរៀនអីឡើងវិញបន្ថែមម្ដងទៀតបន្ថែមទៀតណាតើលំហាត់ទី2លំហាត់ទី2យើងមានជាលំហាត់ការដាក់ជាពាក្យហើយគេឲ្យយើងស្ដាប់ឲ្យទាយថាមួយណានៅលំដាប់ណាឬក៏លេខណាត្រឹមត្រូវអញ្ចឹងដូចចម្លើយមេរៀនគេដាក់លេខ1នៅក្រោមពាក្យចុងជ្រាប៉ុន្តែយើងអត់ដាក់ដូចគេទេគឺលោកសើឲ្យអ្នកនេះអាននេះបកប្រែណាយើងអត់ធ្វើដូចគេជាការស្ដាប់ទេគឺយើងរៀនអាននេះបកប្រែអញ្ចឹងអ្នកនេះអានអាពីរជួរទាំងអស់ហ្នឹងឲ្យបកប្រែពីក្រោមណាអូខេទី1យកអ៊ីសឺមានពីតាក់ទាញគួរឲ្យចាប់អារម្មណ៍ឬក៏គួរឲ្យចូលចិត្តអញ្ចឹងយើងបកពីក្រោមមកឃ្លាទី2លីសឺខោសឺលីសឺប្រែថាប្រវត្តិមុខវិជ្ជាប្រវត្តិខោសឺប្រឡងអញ្ចឹងយើងប្រែថាការប្រឡងមុខវិជ្ជាប្រវត្តិវិទ្យានេះប្រឡងមុខវិជ្ជាប្រវត្តិវិទ្យាឃ្លាបន្ទាប់ហានអ៊ីខោសឺប្រឡងមុខវិជ្ជាភាសាចិនអញ្ចឹងយើងដូរពាក្យតាមហ្នឹងណាគ្នាយើងមានពាក្យចុងជ្រាថ្នាក់វិទ្យាល័យឬក៏សាលាវិទ្យាល័យយើងមានពាក្យជក់យេយើងប្រែថាកិច្ចការផ្ទះឬក៏ homework ឬក៏លំហាត់ដែលគ្រូដាក់ឲ្យធ្វើបន្ថែមនៅផ្ទះហ្នឹងគឺជក់យេចាជួរបន្ទាប់ជួរទី2មានពាក្យរងអ៊ីយើងប្រែថាងាយស្រួលបកពីក្រោមមកណាខោសឺការប្រឡងទាំងបកមកហិនណានពិបាកណាស់បកពីក្រោមមកពូរងអ៊ីងាយស្រួលណាស់បកពីក្រោមមកខើមុខវិជ្ជាបកពីក្រោមមកណាអញ្ចឹងពាក្យទាំងអស់នោះសិតតែមាននៅក្នុងមេរៀនគាត់ថាឃ្លាខ្លះវាវែងដែលនេះអញ្ចឹងយើងមានវែងហើយនេះស្ដាប់លឺតនបកប្រែតាមលឺប្រាប់មកហើយកត់ត្រាចុះសភៅពុំមកហើយរៀងខ្លួនបកប្រែទាំងអស់គ្នាណាលោកសឿឲ្យធ្វើកន្លែងនឹងបកប្រែដើម្បីអ្នកគ្នាធ្វើមិនថ្ងៃក្រោយពេលយើងអានត្រឡប់មកវិញយើងបើកសភៅមើលយ៉ាងឡើងវិញបើយើងភ្លេចអត្ថន័យណាមួយយើងអានយើងឃើញការបកប្រែនៅលើនឹងស្រាប់យើងចេះម្ដងទៀតយើងបានយល់យើងបានដឹងឡើងវិញលែងភ្លេចអញ្ចឹងណាអញ្ចឹងលោកសឿចង់ឲ្យអ្នកបកប្រែដាក់សភៅពុំមកហើយឬក៏ទៅសេជាចម្លើយដាក់ពុំមកហើយរៀងខ្លួនឲ្យបានគ្រប់គ្នាណាតែអញ្ចឹងមេរៀនទី11យើងមើលលំហាត់បន្ទាប់លំហាត់ទី3អូមកក្រោមទីមកអ្នកគ្នាលំហាត់ទី3កន្លែងនេះគេឲ្យយើងគូគ្រីអញ្ចឹងមិនធ្វើទេដោយសារវាសិតទៅជាភាសាអង់គ្លេសអត់មានការសរសេរអីជាភាសាចិនដែលយើងត្រូវអានត្រូវទេណាមិនធ្វើទេរំលងលំហាត់ទី3ចោលមួយហើយតមកអ្នកនេះចូលលំហាត់ទី4ភាសាចិនទៅពីអ៊ីងអញ្ចឹងងាយទេអ្នកនេះមើលឲ្យត្រូវពាក្យភាសាចិនពីអ៊ីងដែលយើងរៀនហើយអញ្ចឹងអ្នកនេះគាត់តែឃើញយើងអាចធ្វើបានហើយគាត់យើងធ្វើមកចំណាំអក្សរចិនហើយយើងទៀងទាត់មួយធ្វើពុំមកយើងអក្សរមួយណាពីអ៊ីងថាម៉េចហើយយើងគ្រាន់តែរៀនសរសេរបន្ថែមគូគងវាឲ្យជាប់គ្នាទៅបានហើយតែយើងមើលទី1យើងអានថាហ្វាអ៊ីជក់យេកិច្ចការផ្ទះភាសាបារាំងហ្វាអ៊ីជក់យេអញ្ចឹងពីអ៊ីងមកវាគឺនៅចំតែម្ដងណានេះហ្វាអ៊ីជក់យេកិច្ចការផ្ទះភាសាបារាំងណានេះភ្ជាប់ហើយយើងបកប្រែបន្ថែមតិចទៅណាហ្វាអ៊ីជក់យេកិច្ចការផ្ទះភាសាបារាំងកិច្ចការផ្ទះមុខវិជ្ជាភាសាបារាំងនិយាយប្រែពេញអញ្ចឹងបានដែរឃ្លាទី2ទីលីខោសឺទីលីខោសឺយើងប្រែថាការប្រឡងមុខវិជ្ជាភូមិវិទ្យា
ចឹងនេះទីលីខោសឺពីអ៊ីបើវានៅជួរនេះណាចឹងវាគឺជាប់មកនេះទីលីខោសឺអញនេះបកប្រែជាភាសាខ្មែរទៅផងការប្រឡងមកជាភូមិជាអូខេបន្តទៀតណាទីមានឃ្លាទី3ចុងជាខមុខ中学科目中学ថ្នាក់វិទ្យាល័យ中学ថ្នាក់វិទ្យាល័យ科目មុខវិជ្ជាអញ្ចឹងពីប្រែថាមុខវិជ្ជាថ្នាក់វិទ្យាល័យមុខវិជ្ជានៅថ្នាក់វិទ្យាល័យអញ្ចឹងនេះយើងមើល clear របស់វាគឺនៅ clear នេះ中学科目ប្រយោគទី4中学教师យើងប្រែថាគ្រូបង្រៀនចុងសៀថ្នាក់វិទ្យាល័យអញ្ចឹងមានណាយើងប្រែថាគ្រូបង្រៀននៅថ្នាក់វិទ្យាល័យជាគ្រូវិទ្យាល័យណាគ្រូបង្រៀននៅថ្នាក់វិទ្យាល័យនៅសាលាវិទ្យាល័យចេញដាក់ថាចុងសៀ教师នេះទី4នេះចុងសៀ教师អញ្ចឹងពីអ៊ីមកវានៅក្រោមពីនេះចុងសៀ教师ទី5ជួយហិនណានកិច្ចការផ្ទះឬក៏លំហាត់ homework ដែលសិស្សគ្រូដាក់ឲ្យហ្នឹងគឺហិនណានពិបាកណាស់អញ្ចឹងយើងមើលជួយហិនណាននៅគ្រាមួយនេះណាអូខេទី6ជួយពុតัวជួយពុតัวកិច្ចការផ្ទះឬក៏ homework ដែលសិស្សដាក់ឲ្យហ្នឹងគឺពុតัวមិនច្រើនទេអញ្ចឹងបើមិនច្រើនគឺតិចថ្ងៃណាស់នេះអញ្ចឹងពីអ៊ីមកវិញនៅនេះជួយពុតัวកិច្ចការផ្ទះមិនច្រើនទេតើសិស្សសុំថតនឹងឲ្យដែរណាសិស្សដាក់ក្នុងក្រុមឲ្យចាំតិចណាអូខេសិស្សដាក់រូបថតមិញចូលក្នុងក្រុមចាំពេលតែពីលើទៅលោកសិស្សសរសេរចម្លើយអីលោកសិស្សបញ្យល់ឲ្យលោកសិស្សគូបកងអីលោកសិស្សនឹងថតដាក់ក្នុងក្រុមឲ្យដែរណាចឹងចម្លើយនៅក្នុងក្រុមដែលអ្នកមើលបន្ថែមហើយយើងរៀនបកប្រែតាមអ្វីដែលសិស្សបានបញ្យល់មិញបន្ថែមផងណាយើងគូបកងភាសាចិនទៅពីអ៊ីងហើយយើងបកប្រែជាភាសាខ្មែរមកជួបមកតង់ទៀតទៅឲ្យវាប្រួសស្ដាប់ឲ្យវារត់មាត់ហើយរត់ភ្នែកដល់គ្នាពេលអានឡើងវិញយើងឃើញឃ្លាហ្នឹងដឹងតែចេះអានឡើងវិញឃើញឃ្លាបកប្រែថាម៉េចដឹងតែចេះអញ្ចឹងសូមកត់ត្រាបន្ថែមណាសូមធ្វើការបកប្រែបន្ថែមដាក់ទៅពុំបងប្អូនគ្នាអូខេលំហាត់ទី4នេះចប់ហើយហើយមើលបន្តលោកសិស្សបន្ថែមទៅបន្តទៀតលំហាត់ទី5គឺសន្ទនានេះគឺក៏ឲ្យអ្នកគ្នាមើលឲ្យមានជ្រើសរើសជាមុខវិជ្ជានៅក្នុងប្រអប់របស់វាអញ្ចឹងយើងមើល clear ដែលគេឲ្យនេះគឺជាប្រយោជន៍អ្នកគ្នាប៉ុណ្ណឹងហើយយើងនឹងមើលអាទីរូបភាពទី1នឹងមុនគេណាលំហាត់ទី5នេះអញ្ចឹងកន្លែងនេះគេឲ្យអ្នកគ្នាធ្វើមិនអានហើយយើងបង្កើតជាប្រយោគដែលយើងប្រើពាក្យនៅក្នុងប្រអប់ដែលគេឲ្យនោះបន្ថែមនេះប្រអប់ហ្នឹងនេះប្រអប់ហ្នឹងចឹងយើងមានពាក្យ English ភាសាអង់គ្លេស Far ភាសាបារាំង Ter ភាសាអាល្លឺម៉ង់ទីលីមុខវិជ្ជាភូមិវិទ្យាលិសឺប្រវត្តិវិទ្យាហាន់ភាសាចិនអញ្ចឹងគេឲ្យយើងបង្កើតឧទាហរណ៍ជាសន្ទនាហ្នឹងឲ្យបានច្រើនដែលប្រើពាក្យដែលគេឲ្យហ្នឹងអញ្ចឹងយើងមើលគំរូរបស់គេសិនណាអញ្ចឹងអ្នកអាចចាំទៅរៀនទៅសេបង្កើតដោយខ្លួនឯងដាក់សភៅទៅសេដាក់សភៅមេរៀនរបស់យើងបន្ថែមបន្តឬក៏ដាក់សភៅដែលយើងកត់ត្រាទុកបន្ថែមទៀតមកបើយើងអាចធ្វើបានអញ្ចឹងមុននឹងធ្វើបានយើងទៅមើលឧទាហរណ៍របស់វាសិនណាអញ្ចឹងខាងស្រីគេអ្នកសួរនេះគេសួរថានេះជាងធានសាំងដល់សមខតើថ្ងៃនេះអ្នករៀនមុខវិជ្ជាអ្វីបានរៀនមុខវិជ្ជាអ្វីហើយអ្នកឆ្លើយ我今天上了数学课ខ្ញុំថ្ងៃនេះបានរៀនមុខវិជ្ជាគណិតវិទ្យាអញ្ចឹងយក数学មកបញ្ចូលអញ្ចឹងវាអត់មានក្នុងប្រអប់ខាងក្រោមទេគឺគេយកពាក្យមកឧទាហរណ៍ទេអញ្ចឹងពេលដល់ពេលអ្នកនេះបង្កើតប្រយោគគឺបង្កើតដោយប្រើពាក្យនៅក្នុងប្រអប់នេះមកសរសេរណាមករើសមកជាប្រយោគអញ្ចឹងយើងមើលខាងស្រីគេសួរវិញ数学难不难តើភាសាគណិតវិទ្យាហ្នឹងពិបាកឬទេយើងអ្នកឆ្លើយ数学不难គណិតវិទ្យាមិនពិបាកទេអញ្ចឹងគេយកពាក្យ数学ជាគោលនេះគឺកន្លែងគេបំពេញដើម្បីដាក់ជាប្រយោគសន្ទនាថ្មីគឺយើងយក数学ជាគោល
ចុះបើអ្នកនេះបដូរអាពាក្យស៊ូសៀនឹងចេញយើងបង្កើតទៅជា clear សន្ទនា4ប្រយោគចឹងដែរយើងប្រើពាក្យ ing e ម្ដងអញ្ចឹងយកបង្កើតម្ដង ing e ដាក់គ្រប់កន្លែង fa e បង្កើតសន្ទនាម្ដងទៀត ter e បង្កើតម្ដងទៀតអញ្ចឹងអ្នកអាចបង្កើតទៅជាប្រភេទសន្ទនាបាន2 4 6សន្ទនាណា6សន្ទនានៅក្នុងហ្នឹងចឹងគេឲ្យពាក្យដល់6អញ្ចឹងយើងអាចរើសម្ដងមួយទៅបង្កើតជាសន្ទនា4 4អញ្ចឹង6 4ដងវាទៅជា24ប្រយោគហើយតានេះចឹងអ្នកអាចរៀនសរសេរបង្កើតអង្គប្រយោគជាច្រើនណាដោយប្រើពាក្យដែលគេឲ្យហ្នឹងអញ្ចឹងតាមគំរូដែលគេមានខាងលើនេះគឺអ្នកនេះអាចរៀនបង្កើតប្រយោគសន្ទនាបានបន្ថែមដោយអ្នកនេះប្រើពាក្យដែលគេឲ្យក្នុងប្រអប់ខាងក្រោមហ្នឹងអញ្ចឹងសាកល្បងសាកសរសេរដល់សភៅមកបើគិតថាសរសេរទៅខ្លាចខុសថតឲ្យលោកសឿមើលណាបើនេះថតឲ្យលោកសឿពិនិត្យផ្ញើចូលក្រុមឬផ្ញើទៅ Telegram លោកសឿផ្ទាល់មកសឿនឹងពិនិត្យឲ្យថាអ្នកនេះសរសេរចឹងទៅត្រូវឬខុសដាក់បានអត់ដាក់ពាក្យនេះមុខក្រោយណាមុនណាក្រោយសេប្រយោគសំណួរបែបហ្នឹងបានអត់ចម្លើយបើយើងឆ្លើយបែបហ្នឹងបានអត់អញ្ចឹងសឿនឹងបញ្យល់ឲ្យអ្នកនេះឡើងវិញបើសិនអ្នកនេះធ្វើខុសបើតាមអ្នកនេះធ្វើត្រូវគឺល្អពួកយើងចេះតម្រងនឹងហើយយើងចេះគំរូដែលគេឲ្យឧទាហរណ៍នឹងហើយយើងមើលពាក្យដែលយើងត្រូវយកមករៀនសរសេរចំនួនបន្ថែមយើងបដូរជាការសន្ទនាថ្មីយើងដូរតែពាក្យថ្មីមកចប់អញ្ចឹងយើងមើលឲ្យយល់កន្លែងហ្នឹងយើងអាចរៀនបន្ថែមដោយការប្រើប្រយោគសន្ទនាមកបង្កើតថ្មីបន្ថែមទៀតអញ្ចឹងអ្នកនេះកុំភ្លេចធ្វើការអនុវត្តបែបហ្នឹងហើយយើងរៀនសរសេរដាក់សភៅរបស់យើងរៀងខ្លួនណាបាទអញ្ចឹងអានេះសន្ទនាលំហាត់ទី1សន្ទនាលំហាត់ទី2លំហាត់ក្នុងនឹងទី2នេះគេមានជាគ្រាសន្ទនា4ទៀតហើយអ្នកសួរអ្នកឆ្លើយនោះគឺ2អ្នកទៅវិញទៅមកហើយមានពាក្យនៅក្នុងនេះទៀតនេះមានពាក្យនៅក្នុងប្រអប់នេះដែលយើងឲ្យគេឲ្យយើងយកមកជ្រើសរើសក្នុងការធ្វើសន្ទនាបន្ថែមចឹងមានប្រភេទសំណួរបែបនេះណាដូចជាឧទាហរណ៍នេះគេសួរយកប្រើពាក្យយកអ៊ីសឺមកសួរប្រើពាក្យព្រោះពូតមកសួរម្ដងចឹងនេះចាំមើលបន្ថែមនៅថ្ងៃស្អែកលើសនឹងបញ្យល់បន្ថែមបន្តពីនឹងទៅទៀតយើងមិញយើងត្រឹមនេះយើងអ្នកនេះយកអាគំរូសំណួរទាំងអស់នេះមកបង្កើតឲ្យបានគ្រប់ពាក្យដែលគេឲ្យក្នុងប្រអប់នេះសិនណាទាំងអស់មាន6ពាក្យហ្នឹងបង្កើតបានទៅ6ប្រភេទសន្ទនាបន្ថែមចឹងនេះយកអាហ្នឹងមកបង្កើតសិនចាំស្អែកយើងនឹងរៀនបង្កើតអាវគ្គសំណួរខាងក្រោមដែលយើងអស់ឃើញមិញយើងមានសំណួរផ្សេងតម្រងសន្ទនាផ្សេងពីគ្នាបែងចែកច្រើនណាអញ្ចឹងនេះទម្រង់ទី1អានេះទម្រង់ទី2អានេះទម្រង់ទី3អញ្ចឹងមាន3ទម្រង់អញ្ចឹងនេះយើងរៀនទម្រង់ទី1ចប់សិនហើយនេះចាំទៅបង្កើតតាមទម្រង់ទី1ហ្នឹងឲ្យបានសិនយើងសាកបង្កើតអាសភៅរបស់យើងរៀងខ្លួនហើយបើអាចលើសឺប្រាប់អញ្ចឹងថតឲ្យសឺពិនិត្យមកថាត្រូវឬខុសហើយអ្នកគ្នាមើលបន្តទៅលំហាត់ផ្សេងពាក្យដែលយើងរៀនហើយមេរៀនមុនអីយើងអាចយកដាក់ចម្លើយយើងដាក់ឆ្លើយបន្តជាសំណួរខាងនេះខ្លះទៀតអាហ្នឹងគឺស្រេចលើអ្នកនេះដើម្បីគឺមើលមេរៀនចាស់របស់យើងបើយើងមើលទៅយើងយល់ហើយយើងអាចយកមកប្រើបន្តមួយមេរៀនថ្មីរបស់យើងបានអាហ្នឹងក៏កាន់ល្អណាអញ្ចឹងរឹតតែល្អគឺអ្នកនេះទៅអានមេរៀនរបស់យើងចាស់ឡើងវិញដើម្បីឲ្យយើងអានទៅបានចាំឡើងវិញបានយល់មេរៀនចាស់របស់យើងឡើងវិញដូចជាការរំលឹកខ្លួនឯងឲ្យចងចាំឡើងវិញអញ្ចឹងយើងចេះម្ដងទៀតយើងអាចយល់ម្ដងទៀតប្រៀបធៀបជាមួយមេរៀនថ្មីរបស់យើងកាន់តែយល់ទៀតអញ្ចឹងណាអញ្ចឹងខ្ញុំសូមអ្នកនេះសូមអាសាទៅអានមេរៀនរបស់យើងឡើងវិញពីមេរៀនភាគ1មកមេរៀនទី1ដល់24ដល់មកភាគ2របស់យើងនេះឥឡូវយើងបានដល់មេរៀន11ទៀតហើយអញ្ចឹងពីមេរៀនទី1ដល់ទី10ភាគ2របស់យើងនេះក៏ត្រូវទៅអានឡើងវិញដូចគ្នាអ្នកនេះធ្វើមិនអានស្ទើរពេលអានដើម្បីយើងស្ទាត់ទៅលើពាក្យដែលយើងរៀនហើយទាំងអស់គ្នាឡើងវិញណាអូខេអញ្ចឹងដោយសារយើងគៀកដល់ម៉ោងហើយគឺនឹងត្រូវបរៀនបន្តម៉ោងក្រោយអញ្ចឹងយើងសម្រាប់សិនអ្នកគ្នាចាំមើលលំហាត់ទៅសើបានដាក់មិញនេះអ្នកគ្នាទៅអានទៅរៀនបង្កើតសន្ទនាសិនហើយបើមានបញ្ហាចាំសួរបន្ថែមមកណាអូខេអាចសម្រាប់សិន我们下课明天见